ព្រោះលោកទាំងឡាយចាំទុកណាបុព្វបុរសឈាមជាខ្មែរយើងណាសុខចិត្តឲ្យគេកាត់ក្បាលសុខចិត្តបង្ហូរឈាមដើម្បីដោះដូរឲ្យតែប្រទេសជាតិបានសុខសន្តិភាពស្ថិរភាពហើយយើងគ្រាន់តែទ្រាំឲ្យគេជេរមួយម៉ាត់ពីរម៉ាត់ដោះដូរឲ្យសុខទេសវិសានត្រានគេជេរទៅមានតែខាតអីមិនអញ្ចឹងឥឡូវយើងមើលមកវឹកមុនមើលដែលយើងចេះតែជឿរឿងគេប្រឌិតថាសុខទេសកាត់ដីកាត់អីយើងមិនជឿគេយើងមិនចង់ធ្វើឲ្យសុខទេសយើងចលាចលខ្លះនៅចង់ដុតបំផ្លាញអាគារចង់កំទេចនេះកំទេចនោះអីអញ្ចឹងទៅព្រោះតែហេតុថាស្រុកទេសជឿទៅលើតកាត់ដីដល់ទៅពេលយើងវាអត់មានបាត់ទឹកបាត់ដីអីគេទុកបារាំងទុកឲ្យយើងប៉ុណ្ណាយើងថែតែប៉ុណ្្នឹងទៅទៀមមកវិញក៏អត់បានដែរព្រោះដីសពថ្ងៃយើងជាអៀតដោយសារនាំគ្នាមកនៅកដាលតាមព្រំដែននៅទលាយចេណាហើយយើងក៏អត់ដល់ចង់ទៅនៅយើងទៅទលាយណាអញ្ចឹងតើយើងទៅចែកគ្នាជួយនៅតាមព្រំដែនច្រើនទៅហើយថែប៉ុណ្ណឹងឲ្យទៅគង់ទៅមិនឲ្យទៅជាតិយើងក៏បានសុខសន្តិភាពស្ថិរភាពកុំមានសង្គ្រាមណែអ្នកដែលកើតមិនទាន់ស្រុកទេសចលាចលចេះតែថាសង្គ្រាមនោះវាស្រួលហើយនាំនេះចង់កើតសង្គ្រាមចង់អីចឹងទៅប៉ុន្តែដល់កើតមែនតែនទេដឹងអ្នកណាស្លាប់អ្នកណារស់ទេលំបាកណាស់ហើយលីកជឿរត់មិនស្រួលទេលោកទាំងឡាយគ្រប់គ្នាយើងមើលសង្គ្រាមសប្តាហ៍ថ្ងៃប្រទេសធំដែលកំពុងធ្វើសង្គ្រាមហ្នឹងមើលមានតែស្រួលអីអ្នកណាមានពេលទៅរកទទួលទានលក់ដូរអីទំនិញទិញចូលអីខាតសពគ្រប់បែបយ៉ាងហើយប្រទេសយើងមិនទាន់ទៅកើតប្រទេសអ្នកមានទេណាប្រទេសយើងនៅមានកម្រិតដល់ហើយហ្នឹងអញ្ចឹងហើយយើងនាំគ្នាបន្តិចប្រអាក់ទៀតវារឹតតែយើងនឹងសោកសៅទៅទៀតដែរអញ្ចឹងបានធ្វើម៉េចសូមឲ្យជនរួមជាតិបងប្អូនខ្មែរគ្រប់រូបនឹងមានចិត្តអធនខ្ពស់ហើយមានវិចារណញ្ញាណក្រែងលោតែយើងធ្លាក់ក្នុងអបាយកលដែលគេរៀបចំទៅធ្វើឲ្យយើងបែកបាក់គ្នាឆ្លោះប្រកែកគ្នាហើយហងទៅជាក្អែកទៅជាហងក៏មិនកើតដែររាជសីទៅជាកូនជ្រូកទៅជារាជសីក៏មិនកើតដែរនឹងនាគទៅជាពស់ផលិតទៅជានាគក៏មិនកើតដែរហើយយើងសប្តាហ៍ថ្ងៃក៏អត់ជឿអ្នកឃើញទេច្រើនតែជឿអ្នកថាដល់អ្នកថារឿងថាមាត់វាមានលបងអីចេះថាទៅរឿងមកចាអាមទៅថាឲ្យបាន1គីឡូក៏ទៅបានមិនអញ្ចឹងណោះហ្នឹងហើយប៉ុន្តែដល់តែរឿងពិតបើថាមហាត់គឺវាមហាត់ហ្នឹងអ្នកឃើញគឺថាមហាត់គឺថាមហាត់ហ្នឹងបងគាត់មិនចេះថា2ហាត់3ហាត់ទេប៉ុន្តែអ្នកមិនឃើញចេះតែថាទៅ1គីឡូ2គីឡូអីចឹងទេហ្នឹងអញ្ចឹងប៉ុន្តែរឿងមកទឹករឿងមកទឹកទេចិត្តតែនាំនេះថាឲ្យកើតបាន100គីឡូដីអីចឹងទេចាំមិនថាគ្រប់យ៉ាងទាំងអស់នៅលើវិចារណញ្ញាណតែយើងមិនមានវិចារណញ្ញាណថ្មចេះតែបារម្ភថាទេបើគ្រាន់តែសម័យកាលយើងនៅសប្ថ្ងៃហ្នឹងមនុស្សខ្មែរយើងនិយាយឡើងចង់ស្ដាប់គ្នាដែរហើយដល់តែនិយាយឡើងចង់ស្ដាប់គ្នាទៅហើយចុះនេះទាំងកើតមួយថ្ងៃម្សិលមិញឬក៏នៅក្នុងពោះរឡាយឬក៏1ឆ្នាំ2ឆ្នាំ7ឆ្នាំនោះដល់ធំឡើងអនាគតរស់ក្នុងសង្គមបែបណាទៅបើសិនតែយើងជាជនជាតិខ្មែរនាំគ្នាលែងចេះប្រើក្រមសីលធម៌ជីវធម៌ក្នុងការដោះស្រាយវិភាគវែកញែកអីចឹងទៅហើយពេលខ្លះការវែកញែកមិនត្រូវទេខុសពីការពិតហ្នឹងខុសស្រឡះទៅបងខុសស្រឡះបងជួនកាលបណ្ឌិតទៅទៀតណាអ្នកវែកញែកមិនដែរដល់តែបណ្ឌិតក៏ដោយដល់តែវែកញែកពីរឿងខុសការពិតហើយចប់ហ្នឹងបានពាក្យបុរាណថាបណ្ឌិតល្ងងប៉ុណ្ណឹងរៀសល្ងងប៉ុណ្ណាទៅទៀតនាំគ្នាគិតមើលអាហ្នឹងអញ្ចឹងព្រោះថារឿងពិតគឺថាស្ដីពិតគឺថាពិតអញ្ចឹងតែហ្មងប្រកែកបានហាមមិនកើតអីទេប៉ុន្តែភាពពិតនៅតែភាពពិតអញ្ចឹងពេលវេលាអ្នកប្រសោតភាពពិតហើយភាពពិតវាអ្នកបញ្ជាក់ភាពពិតរបស់វាហ្នឹងមិនមានទៅយករឿងគ្រាន់តែយើងនឹកឃើញថាគ្រាន់តែយើងឮហើយថាគ្រាន់តែយើងមើលហើយថាទេអាហ្នឹងគឺថាចប់ហើយកិច្ចការងារក៏ដោយរឿងស្អីក៏ដោយត្រូវការភាពប្រកបប្រជាណាព្រោះយើងខ្វះភាពប្រកបប្រជាទេនាំគ្នា
ទៅជងទៅចាងតាមតែគេចាក់តាមតែគេញាក់ហ្នឹងងាប់ហើយប្រទេសជាតិយើងលែងមានសម្ដាប់ធ្នាប់ហើយដល់ហើយយើងស្អប់ស្រឡាញ់យ៉ាងម៉េចទុកក្នុងចិត្តបើគេថាស្អប់កុំឲ្យបាញ់ស្រឡាញ់កុំឲ្យខ្ចីណាបុរាណលោកទុកមិនដើរទុកពាក្យហ្នឹងឲ្យយើងមិនដែរព្រោះស្អប់អ្នកណាក៏ដោយទុកក្នុងខ្លួនទៅហ្នឹងហើយមិនទៅបញ្ចេញអីទេគាត់អត់បានចំណេញអីវិញទេវាបង្កើតសត្រូវកាន់តែច្រើនឡើងដល់កាន់ណាសត្រូវកាន់តែច្រើនឡើងយើងកាន់តែបន្ទុះសារាយអីកាន់តែក្តៅក្រហាយសន្តិសុខខ្លួនយើងក៏កាន់តែបាថ្ងៃក្រោយទៅមានការត្រូវទៅពឹងសត្រូវវិញពឹងលែងបានដល់គេដឹងថាយើងស្អប់គេទៅឯងហ្នឹងអញ្ចឹងដូចអ្នកស្រុកខ្លះស្អប់មេភូមិអញ្ចឹងណាស្អប់ឲ្យជេរមេភូមិដល់ថ្ងៃទៅសញ្ញេខ្លាំងតែឲ្យមេភូមិសញ្ញេមេភូមិអត់សញ្ញេឲ្យនៅមកពីអីស្អប់ហើយដឹងបើស្អប់ក៏ស្អប់ទៅដុកទៅក្នុងចិត្តទៅថ្ងៃណាត្រូវប្រើក៏ត្រូវតែមានបបាក់អីណោះតែបុរាណលោកថាស្អប់ក៏មកបាញ់ហើយស្រឡាញ់ក៏មកខ្ចីរឿងខ្ចីនេះមួយខ្ចីអីក៏ដោយមួយថ្ងៃទេបើមានមួយថ្ងៃគាត់ចាំតែបើខ្ចីយើងគាត់ចាំស្អែកហ្នឹងបានបាត់ហើយតែគាត់វាអត់មានមួយថ្ងៃទេហើយទៅទុកយូរទៅមួយថ្ងៃកើតមួយឆ្នាំកើតពីរឆ្នាំមើលមុខគ្នាឡើងត្រូវតែហ្មងអាហ្នឹងបកើសត្រូវទៀតស្រឡាញ់គ្នាអស់ពីចិត្តហ្នឹងកើតសត្រូវអញ្ចឹងបានតែរឿងខ្លះព្រោះតែការពិតមិនពិតច្រឡំគ្នាមួយរឿងមិនពិតហ្នឹងនោះចូលចិត្តតែឆ្លោះគ្នាអីហោហែអញ្ចឹងទៅស្មាពេលខ្លះអស់សំណាយខ្លះអាណិតខ្លះអញ្ចឹងទៅសំណាយត្រង់ថាមនុស្សដែលបង្កើតរឿងមិនពិតគាត់កំពុងតែសប្បាយជាមួយរឿងមិនពិតហើយគាត់ចេះតែដើរចោលទៅថាអូនោះបោកប្រាស់នោះកុហកនោះកំភ័ន្តនោះជាតួជាអីប៉ុន្តែតាមពិតទៅគាត់កំពុងតែបង្កើតរឿងមិនពិតហើយសប្បាយជាមួយនឹងរឿងមិនពិតហ្នឹងទៅហើយអ្នកដែលកំពុងតែចាញ់បាយកលមនោគមជាមួយរឿងមិនពិតហ្នឹងដែរក៏នាំគ្នាឆោងឆាងតាមរឿងមិនពិតហ្នឹងទៅរហូតដល់កើតជារឿងជារាវដែលមានមិនចេះចប់មិនចេះហើយទេខ្លះទេយើងមកភ័ព្វអញ្ចឹងដែរភ័ព្វដោយសារប្រជាពលរដ្ឋយើងមិនមែនថាជាមនុស្សអាក្រក់ទេគ្រប់គ្នានឹងវាសិតតែមនុស្សល្អប៉ុន្តែអ្វីដែលមកមិនល្អគឺថាការពេកដែលការខ្វះគិតខ្វះការពិចារណាទៅលើលោកនឹងនរណាទៅស្អប់ផែនដីខ្លួនឯងនោះនរណាទៅស្អប់ជាតិសាសន៍ខ្លួនឯងប៉ុន្តែពេលខ្លះទៅយើងវាមកបាំងទៅឬក៏តាចាញ់ការអូសទាញរបស់គេទៅយើងនឹងស្ថិតនៅក្នុងភាពក្តៅក្រហាយហើយមើលមុខគ្នាមិនយល់អញ្ចឹងបានតែក្នុងបទពងសាវតាខ្មែរភាគ1នេះឥឡូវគេសូត្រតែបទក្រោយមកទេបទថ្មីមកបទមួយទៀតហ្នឹងគេលែងសូត្រហើយបទហ្នឹងក៏ទុយបទហ្នឹងចង់បញ្ជាក់ថាណែខ្មែរអើយចូលចាំជាក់ថាគ្មានបរទេសណាអាចស្រាយបញ្ហាសិលធម៌បានមានតែខ្លួនយើងព្យាយាមតាំងចិត្តមេត្តាសន្តានកន្លងធម៌ព្រំវិហារបានជាតិយើងសុខសាន្តអំណាចនៃកម្ពុជាបានន័យថារឿងសិលធម៌របស់ខ្មែរនេះមិនអាចយកបរទេសណាយកមកលុកដៃបានទេដោះស្រាយមិនចេញទេក្រៅតែពីខ្មែរយើងណែជាអ្នកដែលដោះស្រាយគ្នាយើងគឺចាប់ផ្ដើមដោយខ្លួនយើងនឹងចាស់ទុំប្រើសុជីវធម៌ជាមួយនឹងក្មេងជំទង់ប្រើសុជីវធម៌ពាក្យសម្ដីជាមួយក្មេងកុមារីក្មេងកុមារីប្រើពាក្យផ្អែមល្ហែមទន់ភ្លន់ជាមួយនឹងក្មេងតូចអញ្ចឹងបានការប្រើពាក្យផ្អែមល្ហែមទន់ភ្លន់នឹងវាវិលចុះវិលឡើងមកធ្វើឲ្យសង្គមយើងទៅជាសង្គមដែលមានសុជីវធម៌កន្លងធម៌ឡើងវិញមកបានមានអញ្ចឹងដែរពងសាវតាខ្មែរនោះក៏បានបញ្ជាក់ទៀតដែរថាម៉ែអើយចូលចាំជាក់ថាជាតិខេមរាធ្លាក់អាប់អោនទឹកដីខាតបង់លិចលង់សិលធម៌ពុទ្ធសាសតកូលបរទេសឈ្លានពានជិះជាន់រឹបអស់លួចប្លន់ប្រទេសយើងគ្មានប្រណីហោហែទៅទៀតបាត់នឹងរហូតដល់កតីទី2ហ្នឹងបានខ្មែរអើយចូលចាំជាក់ថានឹងតាមពងសាវតាជាតិកាមេរ៉ាធ្លាប់ថ្កែហ្នឹងដែលបាត់អស់អ្នកចេះសូត្រអស់ទៅសប្ងៃសាលាក៏អង្គុយមានបង្រៀនមានអីចឹងទៅសុទ្ធតែទុកដណ្ដាំមកយើងនៅក្នុងនឹងទាំងអស់យើងតាមគ្នាមើលបន្លងអាពាកដណ្ដាំតូចផុសគាត់ហ្នឹងដល់អញ្ចឹងទៅឱកាសជាវឹកវរ
ពេញតែទឹកពេញតែដីអញ្ចឹងទៅមានតែគ្នាច្រើនអី66កណ្ដប់លានអ្នក7កណ្ដប់ទលានអ្នកហ្នឹងហើយបើកំហឹងដាក់គ្នាម្លឹងបើតែចលាចលហ្នឹងมันកាប់សម្លាប់គ្នាម្ដងទៀតទេយើងគិតមើលតែពាក្យសម្ដីតកោះបោះបោកកំហឹងដែលនាំគ្នាបន្ទុះសារាយគ្នាតតឹងតតែងឥតហេតុឥតផលនេះយើងសាកមើលសិនតែបដ ாய் កើតភាពបឹកបោម្ដងទៀតมันគេស្លាប់គ្នាអីដូចលោកតតទៀតទេយើងចាំបាច់តែថាកាលខ្មែរក្រហមខូខើអីរាល់ថ្ងៃនៅតែខូខើចឹងដែរហ្នឹងប៉ុន្តែគ្រាន់តែថាមានច្បាប់មានអីការពារទៅវាមិនសូវគាត់ថាច្បាប់បើកសេរីផងដោយលោកតតតាមចោតតែខ្មាំងស្លាប់ចោតតែខ្មាំងស្លាប់យើងរាល់ថ្ងៃដូចគ្នាដែរចោតតែក្បត់ជាតិតែម៉ាត់ស្លាប់ខ្ទេចខ្ទីបើកុំមានច្បាប់មានអីហ្នឹងហើយម៉ាច់អីទេមនុស្សឆ្លោះគ្នាហើយគ្មាននរណាខុសទេសើចង់ត្រូវទាំងអស់គ្នាតែហើយមានតែត្រូវអីរឿងទាំងអស់ឡើងយើងសិតតែប្រយោជន៍ជាតិផែនដីតែមួយតែយើងប្រើឆន្ទៈខុសគ្នាឆ្លោះប្រកែកគ្នាទៅអត់ចំណេញអីទេផលប្រយោជន៍ជាតិរុងរឿងអាស្រ័យទៅបានការសាមគ្គីគ្នាប្រជាពលរដ្ឋមួយតិចច្រើនមិនសំខាន់ទេសំខាន់ឲ្យប្រជាពលរដ្ឋចេះមានក្រមសីលធម៌សុជីវធម៌កំណើសាមគ្គីឲ្យមានភាពចេះដឹងឲ្យច្រើនឥឡូវក៏មានការបារម្ភដែរយុវជនយើងនោះក៏លះបង់ការសិក្សាក៏មានចំនួនច្រើនខ្លះចូលសិក្សាមែនប៉ុន្តែសិក្សាលំបានចូលសិក្សាឲ្យស៊ីជម្រៅមែនតែនទេហើយខ្លះក៏បានសិក្សាដែរប៉ុន្តែមិនបានគិតផលប្រយោជន៍ជាតិអីកន្លែងតែគិតផលប្រយោជន៍គ្រួសារខ្លួនជាធំជាងប្រយោជន៍រួមចឹងទៅរហូតដល់ពេលខ្លះធ្វើឲ្យសង្គមយើងមកតែជាបែកបាក់រ៉ាំរ៉ៃអាស្រ័យតែផ្នែកគំនិតម្នាក់ឬក៏កំតិចកំទីទូដែលនៅក្នុងចិត្តរៀងខ្លួននឹងសមមកយូរហើយកាលណាអត់ចេះនិយាយគ្នាដោយសន្តិភាពផងតាហាឡើងអាមឹងថ្ងៃហងហើយវាមានអីទៅស្ដាប់គ្នាបានទៀតអញ្ចឹងទៅចរចារកដំណោះស្រាយណាចេញវាមានតែកំហឹងទល់កំហល់យូរសល់តែខ្មោចហើយមិនផេះទេបដើមដីឯណាបដើមដីឥឡូវតែចាំតវ៉ាយកខេត្តប្រមាណពីថៃមកវិញទៅយកខេត្តប្រមាណពីវៀតណាមមកវិញទៅយកឲ្យពីណានៅបើនៅគ្នាប៉ុណ្្នឹងអ្នកឆ្លោះគ្នាចង់តែស្លាប់គ្នាទៅទៀតហ្នឹងយកដីមកធំយើងហ្នឹងយកឲ្យពីណានៅរងថ្ងៃហ្នឹងគិតមើលយកទៅយកមកឲ្យខ្មែរនៅប៉ុន្តែខ្មែររងថ្ងៃស្រឡាញ់គ្នាប្រមាណអ្នកហើយវាឃើញមុខគ្នារហូតតែជេរចឹងនោះជេររងថ្ងៃមានដឹងលោកមានដឹងមិនលោកអីមានដឹងព្រះមានដឹងព្រះមានដឹងប្រែតមានដឹងមិនប្រែតមានដឹងព្រាយទេស្អីក៏ជេរដែរមិនមែនតែឆ្កែក៏ជេរឆ្មាក៏ជេរគោក៏ជេរមនុស្សក៏ជេរអ្នកតូចអ្នកធំត្រីរាជការក៏ជេរត្រីសង្ឃក៏ជេរគ្រប់តែគ្នាហើយឆ្លោះគ្នាលែងស្រឡាញ់គ្នាហើយទៅយកដីឲ្យពីណានៅណាឥឡូវគិតមើលចង់ទៅយកដីកម្ពុជាក៏មកវិញចង់ទៅយកដីវៀតណាមយកដីនៃកូសាំងសៀមយកដីសរិនយកដីនៃខ្មែរលឿនប្រហែលខេត្ត20ជាងខេត្តឯក្រម20ជាងខេត្តកោះប្រហែលនឹងយកឲ្យពីណានៅបើគាត់គ្នា7ដល់10លានឆ្លោះគ្នាសឹងតែហែកគ្នាជា4ជា5បាក់ដែរនឹងបើគេចម្រាញ់មនុស្សបាននឹងនៅដឹងប្រហែលបាក់ប្រហែលក្រុមទេតែទៅយកដីប៉ុណ្ណាយកឲ្យពីណានៅតែប៉ុណ្ណឹងសាមគ្គីគ្នាឲ្យតែល្អទៅភ្នំយើងនៅមានទេទន្លេយើងក៏នៅមានសមុទ្រក៏នៅមានថាដីប៉ុណ្ណឹងប្រឹងធ្វើឲ្យតែល្អហើយស្រែខ្លួនឯងប្រឹងធ្វើឲ្យតែល្អទៅស្អប់វៀតណាមមិនតែស្រែខ្មែរចាញ់ស្រែវៀតណាមហើយស្រែវៀតណាមស្មើធេងធ្វើល្អណាស់គេផ្ចិតផ្ចង់ណាដីយើងស្រែតែ3អំពកសោះមានទៀតមានខ្ពស់មានទៀតមានខ្ពស់យើងអត់ចេះធ្វើឲ្យស្មើនោះស្មើញុកអញ្ចឹងទេហ្នឹងហើយតែយើងស្អប់គេតែពេលខ្លះយើងក៏អត់បានណែមកចំណិតណាគេទេដូចណែខាងថៃសប្តាហ៍ថ្ងៃយើងថាយើងគាត់ដើរជាងគេតែអត់ទេរបៀបរបបគេបើគាត់ដើរជាងយើងបើថាចូលដល់សើបើថាស្ងាត់គឺស្ងាត់ហ្មងយើងជួនកាលស្ងាត់តែមាត់តែដៃចុចទូរស័ព្ទប្រព្រាតប្រព្រោងអញ្ចឹងទៅរបៀបយើងចាញ់របៀបគេយើងទទួលស្គាល់ការពិតអញ្ចឹងទៅការដែលគេមានរបៀបគេគ្រាន់ដើរជាងយើងអញ្ចឹងដែរដែលយើងចេះជាក្មេងតែអត់របៀបប៉ុន្តែពេលខ្លះយើងអត់របៀបដែរហ្នឹងណាអញ្ចឹងមែនតើយើងទាំងអស់គ្នាហ្នឹងគឺថានៅចាញ់គេច្រើនណាស់អញ្ចឹងហើយឡើយតែខំប្រឹងឆ្លោះគ្នាបន្ថែមទៀតអាហ្នឹងអវាំងស្រោហើយដំក្បាលចុះក្រោមហើយជើងឡើងលើដែរមិនទេរឿងភាពរីកចម្រើនរុងរឿងថាគ្រួសារនឹងរុងរឿងទៅបានសែនសានទៅបានគឺថាគ្រួសារមានសុភមង្គលសិនចង់កិច្ចការងារធំវាបានសម្រេចរាល់ថ្ងៃ
មានសុភមង្គលសិនទៅតែប្រទេសជាតិមិនតាមមានសុភមង្គលផងនៅតែឆ្លោះប្រកែកគ្នាអត់ដឹងទិសដឹងតំបន់ទេអាហ្នឹងដូចមនុស្សស្រឡាញ់ប្តីអញ្ចឹងណាហើយប្រច័ណ្ឌប្តីខុសរឿងអញ្ចឹងយើងសង្ហៃអញ្ចឹងស្រឡាញ់ជាតិប៉ុន្តែប្រច័ណ្ឌប្រទេសជាតិខុសរឿងអញ្ចឹងណាហួងហែងប្រទេសជាតិខុសរឿងដោយតែជួងកាលប្តីទៅណែធ្វើការគាត់ថាតាមផ្លូវឡានបែកកង់អញ្ចឹងទៅមកផ្ទះមិនទាន់អញ្ចឹងទៅពីណាចិត្តផ្ទះតែខ្សឹបតែណយគេប្តីហែងដប់ស្រីនោះក៏មកផ្ទះអញ្ចឹងប្តីមកវិញបែកកង់ឡានហើយតម្រងតែមកដល់ផ្ទះយកប្រពន្ធមិនតាន់សួរផងមកដល់បើកតែទ្វារផ្ទះពីរក៏ភ្លៀងបាត់ហែងទៅដប់ស្រីឯណាហើយអារឿងមិនពិតសោះណាជាគេប្រាប់សោះជួនកាលគេប្រាប់ចង់ឲ្យយើងបែកបាក់ជួនកាលគេប្រាប់ព្រោះតែគេលេងសើចផងតែបានតែយើងជឿមិនតាមបានសួរប្តីអាមួម៉ៅបែកកង់រហូតតាមបានមកដល់ហើយប្រពន្ធផ្ទះពីរក៏ភ្លៀងទៀតលែងនេះបងហើយចង់ក្រោយដឹងរឿងពិតអញនិយាយលេងដែរលេងមែនតើអាហ្នឹងអញ្ចឹងយើងសប្ងៃស្រឡាញ់ប្រទេសជាតិដែរប៉ុន្តែជួនកាលរឿងអត់ពិតបងណាណាមានតែឆ្លោះដូចតែប្រពន្ធប្រចាំប្តីខុសរឿងអញ្ចឹងប្រពន្ធប្តីនេះគ្រូបាអាចារ្យអាត្មាប្រឧបជាលោកមានបន្ទូលមកថាបើរឿងប្តីប្រពន្ធណាបើគេមកប្រាប់ថាប្រពន្ធមានប្រុសថ្មីឬក៏ប្រាប់ថាប្តីមានប្រពន្ធថ្មីយើងជាប្រពន្ធឬជាប្តីអ្នកស្ដាប់ហ្នឹងកុំអាចជឿគេបដិសេធគេសិនតែអត់ទេប្តីខ្ញុំល្អណាស់ចេះមួយព្រោះថាកុំឲ្យគេដឹងថាយើងអត់ទុកចិត្តគ្នាមានការអីពិតមិនពិតសើបឲ្យដល់ទីតាំងគុំតែដឹងទេបើគេមានផិតក្បត់មិនគុំទៅតាមតាន់ទេប៉ុន្តែអាជាបឋមកុំឲ្យជឿគេសិនព្រោះវាមានរឿងគឺថាចេះតែប្តីបងឯងមានស្រីប្តីបងឯងមានស្រីប្រពន្ធពិតតែឆ្លោះដល់តែប្តីធំបានលែងបានតែ3ខែអាអ្នកមកខ្សឹបថាប្រពន្ធតែប្តីមានស្រីហ្នឹងហើយតែបដើប្តីយើងនោះក្នុងកាលបាច់ខុសគេទេតែយើងអត់ស្គាល់ល្បិចគេចេះតែតាមតែគេចាក់ទៅចេះតែហក់លោតទៅអាហ្នឹងមិនទេមិនចំណេញទេអាហ្នឹងប៉ុណ្ណឹងតែយកសម្ដែងសម្ដាលមួយបងប្អូនហើយបានគ្នាល្មមស្រួលហើយស្ងប់ស្ងាត់ល្អមិនសូវបច្ចេកចេកចាចទេក៏រត់ទិសតំបន់មិនឃើញដែរគ្នាច្រើនមិនសមខ្លោចទេវាខ្លះហ្នឹងតាំងតែពីយើងចាប់ផ្ដើមកសាងវត្តមកសមិទ្ធផលដែលវត្តនេះបដិញ្ញាថាកសាងមុនគេហ្នឹងគឺវិហារហ្នឹងហើយដល់ទៅពេលកសាងមកខ្លះហ្នឹងម៉ោង10យប់11យប់12យប់ម៉ោង1ម៉ោង2នៅជញ្ជូនខ្សាច់ក្នុងស្ទឹងឡើយទេអាអូយើងហ្នឹងហើយជូនមកដាក់ក្នុងវិហារហ្នឹងហើយប្រើបកីខ្លះប្រើចាន់ដែកខ្លះចាននឹងខ្លះទៅទាំងលោកទាំងបសោហ្នឹងទៅហើយបើសត្វចេះឆ្ងល់ថាសំឡងផ្សេងទៅមុខក៏ហើយមិនក៏ពហិនមិនតាន់បានធ្វើទៅរឹសពលាត្រូវចាប់ផ្ដើមធ្វើថ្ងៃនឹងឯងចំសិទ្ធិជោតក្នុងខែ9សិទ្ធិជោតដូចគេថាមែនហ្នឹងព្រឹកមិញហ្នឹងដាក់មកជោកទៅហើយយើងធ្វើកម្មវិធីនឹងឲ្យស្រប់ដីនឹងហើយដើមកំណើតនៃព្រះវិហារនេះដំបូងឡើយមានដើមទុន20,000រៀលមិនមែន$20,000ទេណា$20,000ហ្នឹងហៅប្រជុំអាចារ្យគណៈកម្មការហើយគិតក្នុងចិត្តថាយើងនឹងកសាងវិហារមួយឲ្យល្អក្នុងប្រទេសយើងហើយដាក់ឈ្មោះថាព្រះវិហាររតនមហាមង្គលអ្នកណាបានចូលក្នុងទីហ្នឹងឲ្យមានសិរីសួស្តីឲ្យមានមង្គលដោយឈ្មោះវិហារហ្នឹងរមើលប្លង់អីរួចអស់សពគ្រប់អញ្ចឹងទៅសម័យដែលមានសម័យដែលមាន20,000រៀល200,000រៀលនោះគិតគូករណីទៅវិហារហ្នឹងអស់ជាង2លានបានន័យថាមានលុយ20,000ប៉ុន្តែនាំគ្នាថ្លើមធំហ៊ានធ្វើពហិ8,000លានជាងមានលុយ200,000តែដល់នាំគ្នាថ្លើមធំហ៊ានធ្វើពហិដល់តម្លៃ8,000លានរៀលជាង8,000លានរៀលហើយមិនសង្ឃឹមអីទេមិនសង្ឃឹមថានឹងទៅរៃអង្គាសឃោសនាអីធ្វើទេប៉ុន្តែនឹកឃើញថា
បើអ្នកដែលលោកមានឧបនិស្ស័យនាំគ្នាមកជួយកសាងសឹងថា$1ម្នាក់នោះក៏ហើយបាត់ទៅហើយមិនចាំបាច់ទៅដល់តែមានប្រាក់ដុំប្រាក់ខ្សែនេះទេក៏បដិញ្ញាតែធ្វើទៅពេលដែលបានធ្វើរួចហើយការចម្រុងចម្រើននៃវឌ្ឍនភាពរបស់វត្តអារាមចេះតែមានអាស្រ័យកាលដែលយើងបដិញ្ញាលុះនៅក្នុងភាពត្រឹមត្រូវណាមួយអញ្ចឹងទៅមិនមែនថាចាប់ផ្ដើមធ្វើនោះស្រួលមកតែម្ដងទេអត់ស្រួលទេលំបាកដែរប៉ុន្តែក្រោយពេលដែលយើងបដិញ្ញាតស៊ូជាមួយការលំបាកនឹងហើយអ្វីដែលជាផ្លែផ្កាបានមកវិញនោះគឺឥតមានហត់ក្នុងការសវ៉ាបដិញទេគឺថាផលដែលជាផ្លែផ្កាហ្នឹងវាហុចឲ្យយើងដូចបច្ចុប្បន្នហ្នឹងចឹងអញ្ចឹងទាំងអស់នេះមិនមែនជាគុណបំណាច់របស់អ្នកណាទេជាគុណបំណាច់របស់អស់លោកដែលមានមហាសទ្ធាដូចលោកទាវលោកអ្នកអង្គញាភាពហៀបបាននៅនឹងស្រាញ់ការដែលបានកសាងមហាកំផែងមួយណាមិនមែនតែលបងវត្តហើយប៉ុន្តែរាប់ទុកដូចកំផែងមួយអញ្ចឹងក៏ទុកជាប្រវត្តិសាស្ត្រខាងក្រោមនោះអញ្ជើញឡានតែបុកដែរតិចឡានហើយមិនតិចលបងទេបងល្អណាស់ក្រោយមកទៀតស្អែកនេះលោកទាវអ្នកអង្គញាលិហិជារតនាហ្នឹងបញ្ចុះបឋមសិលាមួយទៀតហើយម្សិលមួយថ្ងៃថ្ងៃ23អានឹងយើងចុះបឋមសិលាកសាងសាលាមួយខ្នងទៀត67ម៉ែត្រគុណនឹង16គុណនឹង67ហើយខែ12ហ្នឹងយើងចុះហើយថ្ងៃនេះយើងចុះពីកន្លែងនេះមកកន្លែងកម្មវិធីរួមទាំងអស់គ្នាហ្នឹងគឺតែយើងបានធ្វើព្រះវិហាររតនមហាមង្គលឲ្យតែណាមកថ្ងៃហ្នឹងណានឹងជាញាតិជាម្ចាស់ហើយគ្មានអ្នកណាមួយអីទេយើងនាំគ្នាធ្វើទាំងអស់គ្នាថ្វាយជាតិសាសន៍យើងប៉ុន្តែអ្នកដែលឈរពីក្រោយខ្នងធំមកលាក់ទុកសិនហ្នឹងតែអញ្ចឹងលាក់ទុកសិនហ្នឹងហើយអញ្ចឹងកសាងព្រះវិហារនេះហើយថ្ងៃរសៀលយើងធ្វើមកកន្លែងទៀតនឹងមុខនេះថ្ងៃសៀលហ្នឹងកសាងព្រះបរមរូបព្រះករុណាអតីតព្រះមហាវីរក្សត្រខ្មែរហ្នឹងហើយថ្ងៃខែ12នោះអានឹងយើងកសាងមួយខ្នងទៀត4ជាន់សម្រាប់ជាសារមន្ទីរផងជាបណ្ណាល័យផងជាអន្តេវាសិកស្ថានផងគឺសារមន្ទីរនឹងហេតុអីបានត្រូវសាងគឺយើងទាំងអស់គ្នានេះមកត្រូវបញ្ចូលក្នុងប្រវត្តិសាស្ត្រនៅវត្តក៏ដូចជាខេត្តហើយដាក់បញ្ចូលក្នុងសារមន្ទីរនឹងអស់លោកដែលអ្នកមានស្នាដៃផ្ដើមមិនថាលបងមិនថាវិហារមិនថាកុដិសាលាបច្ចេកដីគ្រប់សំណង់ទាំងអស់សឹកតែមានចារឹកឈ្មោះអស់លោកអ្នកទុកក្នុងប្រវត្តិសាស្ត្របិទក្នុងទំព័រសាវតាព្រោះថាយើងខានមានបែបហ្នឹងយូរមកហើយបែបហ្នឹងដូចមិនដេចទៅបែបដែលខ្មែរសាមគ្គីគ្នាធ្វើវត្តមួយតម្លៃរាប់សិបលានដុល្លារត្រឹមតែរយៈពេលមួយប្រព្រឹត្តភ្នែកយើងខានមានចឹងយូរហើយពីដើមយើងមានដូចជាការកសាងវត្តអណាឡោមវត្តណែបតុមបតីរាជវរារាមអីក្រោមការដឹកនាំផុសសម្ដេចព្រះមហាក្សត្រគឺប្រជាភ្លាមកើតភ្លាមមកព្រិចហ្នឹងប៉ុន្តែនេះវត្តចន្ទបជោតនារាមប្រែថាអារាមដែលមានរស្មីរុងរឿងដូចវងប្រច័ននេះជាអារាមដែលកើតឡើងដោយរាជប្រជាគ្រប់ទិសទាំង8ក្នុងរាជាណាចក្រមកប្រជុំគ្នាដោយអត់មានការអញ្ជើញមកប្រជុំគ្នាដោយអត់មានការសុំមកបញ្ជើញគ្នាដោយអត់មានការឃោសនានឹងរែងគៀសប៉ុន្តែកើតឡើងព្រោះនិស្ស័យក្នុងព្រះពុទ្ធសាសនានិស្ស័យព្រោះជាតិមាតុភូមិទឹកដីវត្តអារាមហើយបានកសាងឡើងនៅមហាសំណង់ទាំងជាង30មុខឲ្យកើតឡើងក្នុងពេលដំណើរគ្នាមួយមុខគ្រាន់តែលបងក៏រាប់$10,000,000ហើយបើគិតទៅធ្វើកឋិនវិញ40ឆ្នាំត្រូវធ្វើកឋិន40ឆ្នាំទើបធ្វើលបងបានមួយជុំហ្នឹង
ហើយវិហារនេះបើធ្វើកឋិនវិញមួយឆ្នាំកឋិនអាចសល់40 លានរៀលណាអញ្ចឹង 4000 លានវាធ្វើអស់ប្រហែលឆ្នាំដែរហើយ 8000 លានត្រូវធ្វើកឋិនប្រហែលឆ្នាំដែរទើបហើយវិហារនឹងមួយសាលាវិបស្សនាចម្លៃជាងប្រហែលអាសតិ50 ប្រហែលមើលហ៎590000ត្រូវធ្វើកឋិន59 ឆ្នាំបានហើយសាលានឹងមួយបើសិនតែគិតតាមកឋិនហើយបន្ទប់ទឹកមួយរបស់អាដាមនេះអាដាមសនីត្រូវធ្វើកឋិន4 ឆ្នាំបានហើយបន្ទប់ទឹកមួយប៉ុន្តែរបស់ទាំងអស់នោះគឺមកដោយឥតព្រៀងទុកទេគឺធ្លាប់ជាញាតិក្នុងសង្សារវដ្តស្រាប់តែមកសិក្សាឧបត្ថម្ភឲ្យកើតឡើងហើយដោយសាលាឆាន់យើងនេះប្រហែលសាលាឆាន់សាលាដែលលួងនេះថោកไหมអាហ្នឹងគិតអត់តាន់គិតអស់ទេបើទាំងអស់ប្រហែលបានប្រហែលឲ្យស្ដាប់តិចមកតើចិត្តអីទេអញ្ចឹងត្រូវសាលាសាលពិធីមួយដែលយើងពងធ្វើរាល់ថ្ងៃនេះណាអាហ្នឹងបើសិនតែធ្វើកឋិន70 ឆ្នាំដែរប៉ុន្តែជាងសន្យាតែ12 ខែទេហើយលបងនេះប្រហែលខែអញ្ចឹងប្រហែល6 ខែនៅ6 ខែក៏ហើយដែរអញ្ចឹងសំណង់ត្រូវធ្វើ40 ឆ្នាំមកធ្វើតែ6 ខែសំណង់ដែលត្រូវធ្វើ70 ឆ្នាំមកធ្វើតែ12 ខែសំណង់ដែលត្រូវធ្វើ54 ឆ្នាំមកធ្វើតែ6 ខែសំណង់ដែលត្រូវធ្វើ200 ឆ្នាំឥឡូវធៀបចុះបើ2 លានកន្លះមិនដែលធ្វើមិនត្រូវធ្វើ2 លានឆ្នាំ200 ឆ្នាំបើទៅគិតកឋិនណាមកកឋិនយើងថាបានតែសល់គឺថាតែ40 លានទេសល់ពីការចំណាយរាល់ឆ្នាំដែលធ្លាប់ធ្វើតាមដាវត្តអញ្ចឹងវិហារនឹងមួយត្រូវធ្វើ250 ឆ្នាំបានហើយវិហារនឹងប៉ុន្តែយើងមកធ្វើប្រហែល18 ខែ18 ខែថាទាំងអស់នេះមិនមែនថ្មថាខ្លួនឯងអស្ចារ្យទេប៉ុន្តែអ្វីដែលអស្ចារ្យនោះមិនមែនថ្មទេគឺអស់លោកជាម្ចាស់សទ្ធាទេដែលអស្ចារ្យនោះអស្ចារ្យរបៀបម៉េចអស្ចារ្យដែលលោកទាំងឡាយបានព្រមព្រៀងគ្នាក្នុងជោគវាសនារបស់យើងទាំងមួយព្រោះពេលណាលោកកសាងអារាមនេះល្អអារាមនេះនឹងជាគំរូមួយក្នុងប្រទេសឲ្យអារាមក្រោយធ្វើតាមនេះទី1ទី2សប្តាហ៍ថ្ងៃយើងទៅលេងស្រុកថៃស្រុកវៀតណាមស្រុកឡាវគឺដោយច្រើនគឺនាំគ្នាទៅមើលវត្តដោយស្រុកគេប៉ុន្តែស្រុកយើងអត់សូវមានវត្តឲ្យគេមើលទេអញ្ចឹងពេលដែលយើងចុះពីយន្តហោះទៅដល់សវណ្ណភូមិ Airport យើងឃើញគេរត់មកថា Aron Temple បវរ Temple យ៉ាណាសង្វរ Temple គឺថាបញ្ជាក់អំពីកន្លែងដែលត្រូវឲ្យភ្ញៀវទេសចរទៅដើរលេងគឺថាវត្តនេះវត្តនោះអីចឹងដែរប៉ុន្តែស្រុកខ្មែរយើងចុះពីយន្តហោះមកអត់មានវត្តណាដែលរុញឲ្យភ្ញៀវបានទៅមើលទេហើយអ្វីដែលបណ្ដុំធំនៃវប្បធម៌សប្តាហ៍ថ្ងៃនៃស្រុកខ្មែរអតីតកាលមាននៅក្នុងអង្គរវត្តបច្ចុប្បន្នមានសេសសល់ក្នុងព្រះបរមរាជវាំងប៉ុន្តែបន្តទៅមុខដោយសារតែយើងធ្លាប់ឆ្លងកាត់របបមួយដែលកំទេចសំណង់សាសនាចោលនោះធ្វើឲ្យយើងបាត់អ្វីដែលជាទឹកតាងប្រវត្តិសាស្ត្រហើយឥឡូវយើងកូនខ្មែរយើងច្រឡំកំពុងតែច្រឡំធំច្រឡំថាឲ្យតែធ្វើរៀងស្អាតបន្តិចច្រឡំថានំផោះសៀមដោយប្រហែលថ្ងៃមុនហ្នឹងគេធ្វើវិមានរដ្ឋធម្មមនុញ្ញ
តាមពិតខ្មែរយើងវាមានបែបបត់តាំងពីណាមកហើយគ្រាន់តែថាវាខ្ទេចអស់ទៅណាដោយសារតែយើងកាត់សង្គ្រាមវាច្រើនពេកហើយថាទៅគ្មានណាក្រៅពីខ្មែរគ្នាឯងហ្នឹងទេកាលនោះឥឡូវយើងបើយើងនិយាយឲ្យស្មោះត្រង់ពីណាអ្នកលើកអញួរទៅវាយកាលនោះមិនខ្មែរគ្រាន់តែថាយើងវាក្នុងរបបបែបម៉េចយើងមិនថាទេប៉ុន្តែយើងបានបំផ្លាញខ្លួនឯងអស់មកលីងឆេញហើយឥឡូវហ្នឹងយើងចាប់ផ្ដើមធ្វើប៉ុន្តែដល់ទៅពេលយើងអត់មានទឹកតាំងដែលនៅសល់ដោយសារការបំផ្លិចបំផ្លាញយើងច្រឡំថាជារបស់គេជារបស់គេប៉ុន្តែអត់ទេរបស់យើងមានរបស់យើងមានអញ្ចឹងដោយព្រះវិហាររតនមហាមង្គលយើងអញ្ចឹងកូនកាត់វត្តភ្នំបន្តិចកាត់វិហារចតុទិសបន្តិចគឺដើម្បីលើកអំណះអំណាងថាវាស្ថិតនៅក្នុងទឹកតាំងរបស់យើងហើយកំផែងវត្តនេះគឺថារបងយើងនេះក៏ថាផុសយើងដែរមិនបាច់ទៅមើលណាឆ្ងាយទៅដល់ទៅមើលដែលរបងផុសប្រាសាទតាព្រំឬក៏បាយ័នហ្នឹងណាយើងឃើញកំផែងមានស្ថានបែបម៉េចគ្រាន់តែគេធ្វើពីថ្មយើងធ្វើពីបេតុងហើយខ្លោងទ្វារមកុដរបស់យើងមានមកុដទាំងអស់5ម៉ែមកុដទាំងអស់ហើយរួចពីភ្ជុំនឹងទៅយើងក្រាលកស៊ូយើងអ៊ុតអេស៊ីអីនៅក្នុងវត្តអីចឹងទៀតវាលើកដង្កុំទាំងការវត្តយើងហើយអត់មានចំណេញទៅអ្នកណាទេចំណេញដល់ជាតិទាំងមូលគឺថាសំណង់នេះមិនមែនធ្វើឲ្យដាក់ឈ្មោះអាត្មាទេក៏អត់ធ្វើឲ្យដាក់ឈ្មោះជាទ្រព្យសម្បត្តិរបស់ម្ចាស់សទ្ធាដែរតែជាសម្បត្តិរបស់រដ្ឋហើយការអភិវឌ្ឍរបស់ប្រទេសជាតិមួយគឺពឹងផ្អែកលើគ្រប់វិស័យមិនអាចពឹងតែមួយវិស័យឈ្មោះថាការអភិវឌ្ឍបានទេយើងគិតថានាំគ្នាទៅកសាងអីវត្តអារាមច្រើនម្លេះមិនដេចមិនតែធ្វើសាលារៀនមន្ទីរពេទ្យតើរាល់ថ្ងៃរាជរដ្ឋាភិបាលមិនធ្វើទេឬមន្ទីរពេទ្យគឺកំពុងតែធ្វើហើយសាលារៀនគេមិនធ្វើទេឬគឺកំពុងតែធ្វើហើយដូចតួយ៉ាងប្រហែលសប្តាហ៍មុនទីពេទ្យកាលម៉េចមួយសប្តាហ៍ហ្នឹងឯងពីអាទិត្យមុននេះគឺប្រហែលលាន62លាននេះមន្ទីរពេទ្យនេះ62លានហ្នឹងចាប់ផ្ដើមកសាងទៀតហើយសាលារៀនតាមកន្លែងផ្សេងអីហ្នឹងគឺថាព្យាយាមពង្រីកពីអនុវិទ្យាល័យទៅវិទ្យាល័យឬក៏ពង្រីកសាលអប់រំនោះគឺកាន់តែធំធេងហើយប៉ុន្តែរបស់ទាំងអស់នោះមានរដ្ឋជាអ្នកឈរជើងប៉ុន្តែវត្តអារាមនេះគឺពឹងទៅលើប្រជាពលរដ្ឋវិញជាអ្នកឈរជើងវិញដើម្បីធានាបានការអភិវឌ្ឍទាំង3ព្រមគ្នាព្រោះថាសាសនារបស់យើងនេះបានដាក់បញ្ចូលរួចទៅហើយក្នុងរដ្ឋធម្មនុញ្ញនៃច្បាប់កម្ពុជារបស់ប្រទេសនៃមាត្រា43អញ្ចឹងណាឲ្យសន្មតថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋស្ថិតនៅក្នុងបាវចនារបស់ជាតិអញ្ចឹងបើសិនជាហេដ្ឋារចនាសម្ព័ន្ធទាំង3នេះមិនល្អស្មើគ្នាទេគឺការអភិវឌ្ឍរបស់ប្រទេសជាតិនៅមានការខ្វះខាតប៉ុន្តែបើ3នេះបានទៅរលូនហើយគឺថាវាសបញ្ជាក់អំពីភាពសម្បូរសប្បាយនៃជាតិរបស់យើងខ្មែរខ្លាំងព្រោះអាស្រ័យការសាមគ្គីគ្នារបៀបនឹងឯងព្រោះវត្តអារាមជាទីដែលកាត់ផ្ដាច់អំពីវណ្ណៈអ្នកដែលមានសម្បត្តិធនធានគាត់ធ្វើច្រើននៅក្នុងទីអារាមអ្នកដែលគាត់មិនសូវមានគាត់ធ្វើមធ្យមអ្នកដែលគាត់អត់គាត់ប្រើកំលាំងកន្លែងនឹងហើយដែលកាត់បន្ថយពាក្យមួយម៉ាត់ហៅថាការរើសអើងវណ្ណៈសក្តិភូមិយើងជាខ្មែរធ្លាប់ឆ្លោះគ្នាដោយវណ្ណៈអ្នកក្រថាអ្នកមានធ្វើបាបអ្នកក្រអ្នកមានថាអ្នកក្រមិនកើតឧទាហរណ៍អញ្ចឹងណាសម័យមុនណាមិនឆ្លោះគ្នាអញ្ចឹងប៉ុន្តែយើងអត់បានដឹងថាអ្នកមានចិញ្ចឹមអ្នកក្រដោយមានឱកាសឲ្យការងារធ្វើអ្នកក្រចិញ្ចឹមអ្នកមានដោយយកកម្លាំងទៅធ្វើជូនហើយបើរស់នៅក្រៅពីបណ្ដុំសាសនាទេគឺមនុស្សឆ្លោះគ្នាដោយវណ្ណៈនឹងឯងហើយដាច់គ្នាហ្មង
ឥឡូវឧទាហរណ៍ថារោងការទៅចុះតែការផុសអ្នកដែលមានសម្បត្តិគឺថាអ្នកមានសម្បត្តិចូលពេញតែរោងនឹងឯងហើយបើការផុសអ្នកមិនសូវមានសម្បត្តិគឺអ្នកមិនសូវមានសម្បត្តិមានពេញតែរោងនឹងឯងប៉ុន្តែបើចូលមកវត្តគឺចម្រុះដោយវ៉ាន់ណាអត់រើសអើងទេតែស្លៀកសម្ពុតពានាចូលវត្តហើយនៅដូចក្នុងរោងនឹងអញ្ចឹងលោកអ្នកអង្គញាក៏មានអ្នកអង្គញាក៏មានអង្គញាក៏មានអាដាមសនីឯងក៏មាននេះអាដាមសនីឯងក៏មានហើយរាជប្រជាសត្វសាទៅទៀតអត្តវណ្ណៈក៏មានតំណឹងហើយដែលជាសុខដុមរមណីយកម្មរបស់ប្រជាពលរដ្ឋហើយមានភាពកក់ក្ដៅជាមួយនឹងគ្នាហើយបង្កើតឱកាសណាវត្តអារាមហ្នឹងណាជួងកាលគ្នាអ្នកក្រខ្សត់មកជីវិតចង់ឃើញមុខអ្នកមានពេលខ្លះអត់បានឃើញផ្ទាល់ទេអត់ទេមិនដឹងមិនទេអត់មានឱកាសបានឃើញទេប៉ុន្តែដល់មានវត្តអារាមមានពិធីអញ្ចឹងអ្នកដែលគ្នាមិនធ្លាប់ឃើញឧទាហរណ៍តែយើងថាអ្នកម្ដុំនេះណាល្បីលំទាជីម៉ងអញ្ចឹងទៅចឹងខ្ញុំចង់ឃើញមុខមិនដឹងអ្វីទេឮតែឈ្មោះអញ្ចឹងទៅប៉ុន្តែដល់អង្គុយហ្នឹងគេឃើញតែមានឱកាសឃើញតែអាហ្នឹងអញ្ចឹងណាក់លឺដល់លំទាអាយស៊ីអត់ឃើញអត់ស្គាល់ដែរដល់មកទៅអង្គុយទៅស្គាល់ដែរអត់តែស្គាល់មានច្រើនមួយស្គាល់ព្រោះចង់ស្គាល់ហើយមួយទៀតស្គាល់ព្រោះចង់សុំប្រយ័ត្នណាប្រយ័ត្នពីរឿងហ្នឹងហើយហ្នឹងចឹងបានអ្វីគ្រប់យ៉ាងទាំងអស់នេះនិយាយដូចជាលេងប៉ុន្តែអាត្មាមិនបានលេងទេគឺលើកអំពីទិដ្ឋភាពសង្គមដែលកំពុងតែមានហើយនឹងជួបប្រទះអញ្ចឹងប្រយោជន៍នៃសាសនាគឺកន្លែងដែលជាកន្លែងសុខដុមរមណីយកម្មរបស់ប្រជាពលរដ្ឋនឹងឯងមិនប្រកាន់ដោយនិន្នាការមិនប្រកាន់ដោយវណ្ណៈហើយជាទីដំកុំដំកើងនៃអរិយធម៌វប្បធម៌ជាតិក្បូរក្បាច់ទាំងអស់ហ្នឹងផ្ទះលោកខ្លះធ្វើអស់ច្រើនជាងវិហារនឹងទៀតតម្លៃរហូតដល់10លានក៏មានដែរផ្ទះខ្លះប៉ុន្តែសួរថាផ្ទះទាំងអស់នោះអាចរក្សាបាននៅអត្តសញ្ញាណរបស់ជាតិយើងបានដែរអត់ទេព្រោះផ្ទះជាទីបម្រើការឲ្យសុខភាពគ្រួសាររស់នៅដោយភាពស្រួលបួលប៉ុន្តែមិនបានធានាលើការរក្សាអំពីវប្បធម៌និងប្រពៃណីទេប៉ុន្តែវត្តអារាមធ្វើពេលខ្លះយើងថាច្រើនម៉េះប៉ុន្តែវិហារមួយជួនកាលអត់ស្មើឡានមួយគ្រឿងទេប៉ុន្តែឡានមួយគ្រឿងជិះឲ្យតែខូចហើយគេដាក់តាំងចោលនឹងឯងគ្មានណាទៅខ្វល់ខ្វាយទេប៉ុន្តែបើសិនជាវិហារមួយដែលធ្វើបានប្រកបដោយលក្ខណៈទ្រង់ទ្រាយល្អវិញវាឆ្លោះបញ្ចាំងអំពីអរិយធម៌ដ៏រុងរឿងនៃក្បូរក្បាច់រចនាបថរបស់ប្រទេសជាតិមួយនឹងឯងតើមួយណាចំណេញជាងយើងគិតមើលវត្តអារាមប៉ុន្តែជាអកុសលដែរក្នុងកាលដែលពេលដែលយើងរួចផុតពីរបបដែលយើងខ្ទេចខ្ទាំអស់ទៅយើងវាក្រប្រាក់ក្រអ្នកចេះអញ្ចឹងយើងធ្វើឲ្យតែបានសិនដល់អញ្ចឹងអាសិនរាប់ថ្ងៃជាង 5000 វត្តហើយនឹងសិនណាប៉ុន្តែសួរដល់វិហារធ្វើហើយនៅហើយមិនតិចជាង 3000 វត្តទេដែលកសាងព្រះវិហាររួចហើយមិនតិចជាង 3000 វត្តទេដែលបានកសាងសាលាឆាន់រួចរាល់ហើយប៉ុន្តែទាំងសាលាឆាន់ទាំងព្រះវិហារទាំងអស់នោះពេលនោះយើងក្រពេលនោះយើងខ្វះអ្នកជំនាញយើងធ្វើឲ្យតែបានសិនហើយអាបានសិននេះវាអត់បានលើកស្ទួយអំពីវប្បធម៌របស់យើងទេវាគ្រាន់តែបំរើឲ្យតម្រូវការប្រើប្រាស់ប៉ុន្តែមិនបំរើឲ្យវិស័យទូលំទូលាយទេអញ្ចឹងបានតែយើងធ្វើថ្មីក្នុងសម័យនេះយើងថាសេដ្ឋកិច្ចពិបាកក្នុងបច្ចុប្បន្នប៉ុន្តែសួរថាមាននៅយើងមានហើយយើងអាចទៅរួចហើយសួរថាយើងមានអ្នកចេះហើយនៅយើងមានអ្នកចេះច្រើនដែរហើយអាសតិចអាសញ្ញើវិស្វករដែលមានការជំនាញច្រើនហើយអញ្ចឹងពេលដែលយើងធ្វើប្រកបដោយទ្រង់ទ្រាយនិងលក្ខណៈសន្តានល្អយើងសល់នៅឧត្តមប្រយោជន៍ជូនជាតិរបស់យើងជូនមាតុភូមិរបស់យើងជូនសាសនារបស់យើងហើយបំផុតជាអរិយទ្រព្យសម្រាប់យើងក្នុងបរលោកបុគ្គលណាឲ្យរបស់ល្អបុគ្គលនោះតែងរមែងទទួលបាននៅរបស់ល្អ
បុគ្គលណាឲ្យរបស់ដែលជាទីកប់ចិត្តរមែងបានមកវិញនៅរបស់ដែលជាទីកប់ចិត្តហើយបានប្រកបដោយសេរីសម្បត្តិចឹងបានព្រះវិហាររតនមហាមង្គលគឺថាព្រះវិហារដែលកើតឡើងសម្រាប់ជាមង្គលសេរីសួស្តីហើយឈ្មោះនឹងអាត្មាថាដាក់មិនខុសទេព្រោះតាំងពីដាក់ឈ្មោះឲ្យវិហារនឹងមកគឺថាវត្តនោះមានមង្គលមានសេរីសួស្តីយើងឃើញខ្លួនយើងស្រាប់ទាំងអស់គ្នាហើយមានមង្គលមានសេរីសួស្តីហើយក៏សូមអធិដ្ឋានដោយគុណបុណ្យនៃប្រតនត្រ័យវត្ថុស័ក្តិសិទ្ធិឲ្យអស់លោកដែលបានចូលមកកាន់វត្តអារាមនេះឲ្យមានមង្គលសួស្តីអញ្ចឹងដែរអញ្ចឹងប៉ុណ្ណឹងទៅចុះណោះយើងលើកគ្រឿងទាំងអស់ដែលបញ្ចុះក្នុងរដូវហើយដើម្បីឲ្យជាងចាប់ផ្ដើមកសាងសង់និមន្តនឹងក្រុមជួយជ្រោចទឹកយេកេយខតកាបាណាមហន្តាបេមយាហតាយេបានេកេបមាតេនកាយវិចាមនេហេវិយ៉ាងមេអនុមោទនកនហនផលមតមាំងវេរេណូចេបមញ្ចន្ទសាបតោសង្ឃមន្តោមេហេរិអោតបស្សបានណាសុខធម្មសមាយតាសន្តោសពរិសាលោកេទេវធម្មីទេវចរេភ្លេងខ្សែសំពៅថយបានជួយលោកអ្នកចម្រៀងប្រពៃនេះលោកបាទបគុំបត់អុំទុកហើយឡើងច្រៀងបាទឡើងរំបត់ជុំវិញសណៈជួយទៀតយើងអមឲ្យទូទៅម្ចាស់ថ្លៃអមជូនដូនតាជើណាយើងអមឲ្យទូទៅម្ចាស់ថ្លៃអមជូនដូនតានាំយកកាយពពៀបណ្ណាការរួចរាល់កាលណាលោកអាចជួយឲ្យបជ័យព្រះអង្គអើយវគ្គវិស័យសេរីសួស្តីសូមបានក្តីសុខនេះណែយើងអមទូទៅម្ចាស់ថ្លៃអើយសូមទៅត្រើយនេះជឿថាយើងអមឲ្យទូទៅម្ចាស់ខ្ញុំអើយសូមទៅត្រើយនេះក៏ទឹកងាយក៏ទឹកបែកចាយអមីផងអើយសបាយពេកក្រៃជឿណាកាលណារៀងណាអមីផងអើយសបាយពេកក្រៃស្រីស្រីបែបតោះអមីផងអើយខ្ញុំប្រលាក់ស្ពីស្រីស្រីអើយបែបតោះអណាថ្លៃអើយប្រលាក់ស្ពីវិលទៅអណាចំការត្រើយនេះ
បានសុខសប្បាយលោកកាយដល់ម្ចាស់ប្រុសស្រីប្រកបកិច្ចការអ្វីសូមបានជោគជ័យលោកកាយដូចក្តីប្រាថ្នាយើណាកែវណានាងណាសូមសុខសួស្តីលោកកាយដូចក្តីប្រាថ្នាចេញទៅយកដាក់មិនទៅលើកនោះចេញវាដកដល់ទៀននោះសូមលោកជំទាវអុកញ៉ាដែលជាម្ចាស់សទ្ធាសូមលោកទទួលយកក្របពូជទាំងអស់នេះយកទៅសាបព្រោះបណ្ដុះឲ្យបានកើតចិត្តបុណ្យចិត្តសទ្ធាសូមឲ្យប្រទេសជាតិមានមលុបសុខសន្តិភាពបានធ្វើបុណ្យរួមគ្នាសូមឲ្យម្ចាស់សទ្ធាកើតជាតិណានណាឲ្យបានកុំកើងរុងរឿងជានិច្ចនិរន្តររៀងទៅសាធុបាទកិច្ចសែនក្រុងបាលីបានចប់សពគ្រប់ហើយបាទជាកិច្ចបន្តសូមបាទប្រគេនទៅព្រះអង្គធម្មវនៈវាសីបាទមានសង្ឃនិកាជុំវិញការកសាងព្រះវិហារបាទឲ្យគង់នោះមកពេតចាសំដែងចរចាការកិច្ចសាសនាព្រះអង្គម្ចាស់ថ្លៃមានសត្វមួយធំមានក្បាលនោះ3ជើងសោត8ស្រាពីដន់10មានរោមក្នុងខ្លួន350ផ្លែក4សឹងមានក្នុងខ្លួនក្នុងកិច្ចសាសនាអើភឹកណារើរៀនចេះវិន័យទើបពេញជាភឹកអោអ្នកម្ដាយអើយកូនសាងវិហារសូមជាតិម្ដាយរាកុំឲ្យម្ដាយព្រាត់ពីទ្រូងកូនទៅកាលកូននៅតូចស្រែកយំលន់លោចអ្នកម្ដាយថ្នមនៅលើកឡើងធ្ងោទឹកថ្នមដាំងលើផ្លូវកូនសូម10ម៉ៅផ្អែមហើយពីសាកូននាងកូនណាកូនមហាក្សត្រាកូនគ្រូសំឡាញ់យើងខ្ញុំនេះមិញសូមឲ្យបានរួចពីឋានរួងសូមឲ្យបានសុខដល់ព្រះនៅពីណនាវីត្រៃលក្ខណ៍ល្អបរិសុទ្ធណាស់ឆ្លងផុតឆ្លាមកោសត្វសាជញ្ជូនពួកសត្វដាងសំពើឈ្មោះទៅនៅពេលឋានផុតភ័យនាវីត្រៃលក្ខណ៍ជាប់មកមួនដឹកនាំជញ្ជូនសត្វក្នុងភពត្រៃឆ្ល
ងកាត់សមុទ្រធំពេកក្រៃអត់មានពេតភ័យនឹងលងលេចប៉ុន្តែបរិស័ទមិនសូវជីងព្រោះនេះវានេះមានគ្នាតិចស្ងាត់ស្ងៀមត្រឈឹងអត់ក្មើក្បាច់រំលេចភ្ញីវដូចកែអនិច្ចំទុក្ខំអណាត់តាធម្មៃនេះណាព្រះសំដែងឈ្មោះធរត្រៃលក្ខដោយជាងស្ដាយបើសត្វណាស្វាងផុតទុក្ខភ័យរួចចាងទុក្ខភ័យទើបបានសុខសប្បាយគ្រប់មុខទុក្ខច្រើននៃឈ្មោះឋាននៅពីហ៊ានគ្មានសង្ស័យយើងកាត់អាឡ័យទើបយកបានហេតុនេះពួកសត្វទាំងឡាយអើយកុំនៅកន្តើយគ្មានហ៊ានទុកភ័យតែមរណៈដល់ភ្នែកសដូចត្រីទុកព្រោះស្រវឹងវៃមើលងារខ្លួនថាអោខ្លួនអញមិនតន់ចាងព្រោះនៅកម្លាំងណាស់យ៉ាងមកមុនលូដាច់ខ្យល់ផឹងតើបដឹងខ្លួនស្រែកហៅប្រពន្ធកូនរកពុទ្ធោសាធុជាកិច្ចបន្តមហាពុទ្ធបរិស័ទទន្ទឹងរង់ចាំស្ដាប់បាទអាវាទព្រះអង្គធម្មវណ្ណៈវាសីបណ្ឌិតច័ន្ទមនីព្រះសង្ឃាធិបតីព្រះចៅតិកាវត្តច័ន្ទបជូតនារាមហៅវត្តប្រសតបាទជុំវិញការដែលព្រះអង្គដឹកនាំកសាងព្រះវិហារថ្មីព្រមទាំងកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះបាទសូមក្រាបថ្វាយបង្គំរតនាមុនព្រះអង្គសូមក្រាបនមស្ការថ្វាយបង្គំគុណនៃព្រះត្រៃរតន៍ដោយសេចក្តីគោរពដោយសេចក្តីរាប់អានពោះលោកទាវ IC សកុលធីរីលោកទាវកញ្ញាការក្រុមហ៊ុនជីកម៉ងគ្រប់លោកទាវកញ្ញាការ Sun and Moon លោកទាវគ្រប់ស្គាល់ឈ្មោះខ្លះហើយដំសដីឯងនេះហៅរ៉ាត់លោកទាវដែលជាចម្លងតឡងជាមួយនឹងលោកទាវហើយដំលោកដែលអុកញ៉ាទាំងអស់កម្មវិធីនេះអត់ព្រៀងទុកទេមិនមានហៅភ្ញៀវហៅពលឺអីទេនៅថ្ងៃផ្សងបុណ្យទៅនឹកឃើញថាអស់លោកដែលមានឧបនិស្ស័យវត្តនេះក៏បានអញ្ជើញមកចូលរួមអត់មានព្រៀងទុកណាត់ទុកអត់មានរៃអង្គាសឃោសនាអីទេយើង
កសាងព្រះវិហារ នេះសារព្រះវិហារនេះកំសត់កំរណា